គាត់ថាខ្ញុំមកចំណាយទិញម៉ាស៊ីនហងទិញអីហងអស់លុយច្រើនថាអស់លុយទិញអាសម្ភារៈបូមទឹកដោះហ្នឹងវាប្រសើរជាងចំណាយលុយទៅឲ្យកូនចូលពេទ្យហើយយើងគិតមើលបើយើងឲ្យកូនអឹមទឹកដោះគោទី1យើងចំណាយលុយទិញទឹកដោះគោទី2យើងត្រូវទុកលុយចំណាយលុយទុកកូនចូលពេទ្យអញ្ចឹងខ្ញុំសុខចិត្តចំណាយលុយទិញគ្រឿងសម្ភារៈបូមទឹកដោះធ្វើម៉េចឲ្យបានថាវាបានទឹកដោះឲ្យវាអឹមសុខចិត្តខ្ញុំសុខចិត្តបាក់ចង់និយាយថាខ្ញុំនេះព្រោះសារខ្ញុំគាត់ថារហូតនឹងថាទិញអីទិញម៉ាស៊ីនហង3 4នៅតែអត់គ្រាន់អញ្ចឹងណាដោយសារខ្ញុំវាមិនទិញម៉ាស៊ីនគេខុសបូមទៅឈឺដោះពេកទៅពេលអញ្ចឹងទៅវាបូមអត់ការទៅពេលអញ្ចឹងគាត់ថាទិញទៀតទិញនឹង3 4ចោលទៅពេលអញ្ចឹងទៅគាត់ថាមិនទិញមិនលុយថាយើងឆៅម៉ាស៊ីនវាឆៅឈាវទិញម៉ាស៊ីនឲ្យថៅចំអ្វីដែលយើងអាចបូមបានវាប្រសើរជាងដែលយើងបោះបង់ទៅឲ្យកូនអឹមទឹកដោះគោអញ្ចឹងណាខ្ញុំអាណិតកូនទី1ខ្ញុំចង់មកអីគ្នាអត់បានអឹមទឹកដោះខ្ញុំមកអឹមតែមួយខែហើយមួយខែហ្នឹងអឹមលេជាមួយដោះគោទៀតដោយសារកណ្ដឹងអត់ទាន់ដឹងពីអាការដែលគេបូមទឹកដោះឲ្យកូនអឹមហើយដោយសារយើងកូនយើងអត់ទៅចេះជក់ហងដោយសារចុងដោះនឹងវានិយាយទៅកាន់វងអត់ចុងដោះមានទេវាខ្លីហងទៅពេលយើងកូនវាជក់អត់បានហើយយើងអត់ទៅចេះឲ្យកូនអឹមហងពេលអញ្ចឹងទៅលេងទឹកដោះលេងចេញហើយក៏ឲ្យកូនអឹមទឹកដោះគោហើយអឹមដោះគោបងងាកឈឺខ្ញុំប៉ុណ្ណឹងខ្ញុំសុបាយចិត្តហើយបងព្រោះអីទឹកដោះខ្ញុំមុនរងអត់មានសោះឥឡូវវាអាចមានប៉ុណ្ណឹងគ្រប់គ្រាន់កូនមុំគ្រាន់ខ្ញុំសុបាយចិត្តហើយ